ពីចាអ្នកនាងកៅនីសាចាបាទមិនដែរខ្លាចជាតារាកញ្ជួខដងចង់សួរថាកម្មវិធី Mr. and Miss Talk Show យើងនោះតាំងពីចាប់ផ្ដើមមកប្រហែលជាមែនអីប្រហែលជាបានរយៈពេល1ឆ្នាំហីអូចឹងខ្ញុំបន់ត្រូវចឹងពួកខ្ញុំអត់ដែរឃើញហើយខ្ញុំចូលសោះទៅមែនហ្នឹង show ទី101ដែរតែប៉ិតរដ្ឋតារាទាំងអស់គឺស្ថិតនៅក្នុងបញ្ជីស្បែកខ្មៅច្រឡំគឺស្ថិតនៅក្នុងបញ្ជីចឹងនេះខ្ញុំរៀងខ្មៅបន្តិចទៅហ៎ហើយយើងដាក់101ណោះហើយយើងមានថាតាមលេខរៀងអីចឹងចាអត់ទេមានអារម្មណ៍ថាសប្បាយហើយពីព្រោះអីកម្មវិធីនេះគឺកម្មវិធីដែលសប្បាយនិយាយរួមគឺខ្ញុំចូលចិត្តមើលរៀងរាល់សប្តាហ៍បាទអត់កម្មវិធីខ្លួនឯងកម្មវិធីខ្លួនឯងមើលដែរអត់ទេមើលដែរពេលខ្លះមើលទៅឃើញមុខខ្លួនឯងអាក្រក់ពេញបាទខ្ជិលមើលចានៅពេលដែលមើលកម្មវិធី Mr. and Miss Talk Show ហើយពួកយើងអត់ទាន់បានអញ្ជើញនិសាអញ្ចឹងនិសាមានអន់ចិត្តទេនិយាយតាមត្រង់ជេអត់ទេគាត់ថាគិតហើយគាត់ថាចេះគិតថាដឹងថានឹងហៅគាត់ថាមិនដឹងថាថ្ងៃណាចាដល់ពេលឥឡូវសរុបទៅគឺទី101ចាចាអីយើងមានឆ្កែ101កូនឆ្កែខ្ញុំពាក់អាវសមកខ្ជិលដាក់អុចខ្មៅមែនហ្នឹងគួរតែមានបតៈខ្មៅបាទតាមពិតមែនទេទាំងអស់គឺសំខាន់ដូចគ្នាមិនថាទោះបីជាយើងធ្វើការនៅកម្មវិធីផ្សេងៗគ្នាប៉ុន្តែយើងឲ្យចូលរួមគាត់ថាយើងមានវេនដូចខ្ញុំនិយាយចឹងអត់ទេសូមអរគុណនៅក្នុងថ្ងៃនេះសម្រាប់បុយក៏ដូចជាផងដែរដែលបានផ្ដល់កិត្តិយសសម្រាប់នេះខ្ញុំចូលមកក្នុងកម្មវិធីនេះបាទហើយក៏អរគុណដែលបានចូលរួមផងដែរអរគុណសុខភាពលាចាសុខភាពលាប៉ុណ្ណឹងទេមកគ្នាទៅមកហើយមកដល់សួរអីច្រើនតិចណាចាភេទជំរាបថាកម្មវិធីយើងគឺកាត់មកសល់តែ25នាទីអូយហើយខ្ញុំគិតថាថ្ងៃហ្នឹងរៀងកាត់ច្រើនណាស់ដោយសាររ៉ូលីនអត់នៅបាញ់ខ្ញុំទៀតមកត្រាប់ខ្ញុំនេះអត់នៅហើយលេងពេលឲ្យកាត់ទៀតជម្រាបមែនតើតែប៉ាត់ចង់ធ្វើតម្រាប់ស្រួលអីពីព្រោះអីពេលថតរវ័នទេបដាអីចឹងឬអញ្ចឹងខ្ញុំនៅមើលពីលើសូមជម្រាបសួរសិស្សគុំមកកម្មវិធីរវ័នទេបដាអូកាត់ម្ដងទៀតហ្នឹងតាមពិតនិយាយតាមត្រង់សនាមភាគច្រើនខ្ញុំនិយាយរៀងខ្សោយសលេងខ្ញុំចាកាលដែលខ្ញុំចូលមកបានខាងស្ថានីយ៍យើងហៅមកធ្វើជាពិធីការនីដំបូងនៅក្នុងកម្មវិធីរង្វាន់ទេវតាហ្នឹងបាទនិយាយរួមគឺបើសិនជានិយាយទៅសលេងខ្ញុំហ្នឹងគឺអត់លឺហ្មងចាបុយថានិសាសុំនិយាយឲ្យលឺបន្តិចបាទចាបាទតែទៅមកឥឡូវហ្នឹងតែតាមដឹងបើខឹងរៀងលឺដែរសលេងអាចបញ្ចេញសំឡេងនៅពេលដែលខឹងមួម៉ៅអីមើលទៅហោអ៊ីតុងទីននោះថ្ងៃនេះដេញតុងទីនហ្នឹងនិយាយមើលតាមធម្មតាទស្សនិកជនច្រើនតែឃើញនិសាបែបថាសភាពនិយាយបែបថ្នមឥឡូវចាំសម្ដែងបែបឆ្នះតិចមកតែចង់និយាយថាអ្នកដែលជាពាក់តុងទីនសាណាហ្មងបាទឥឡូវសាណាសូមឲ្យសាណាឆ្នះទៅវិញមើលចេះជឿថាហ្នឹងហើយពីព្រោះក៏មិនណយដែរតាមពិតសាណាក៏សភាពដែរមែនពេលដែលខ្ញុំឃើញសាណានិយាយខ្ញុំចូលចិត្តនិយាយភាសាណាចាអញ្ចឹងឥឡូវថ្ងៃហ្នឹងយើងទាំងពីរហ្មងទៅពីព្រោះយើងជាសម្ដែងហ្នឹងអត់អីទេគាត់ថាឥឡូវខ្ញុំអ្នកណាមេតុងទីនឥឡូវនោះមេតុងទីនគាត់មេតុងទីនណាឥឡូវខ្ញុំដេញបានណាចាកាត់ចិត្តនិយាយចាខ្ញុំមុនណាទៅដេញទៅគេរត់បាត់ឡើយខ្ញុំសួររឿងតុងទីននេះ9 ទៅ 10 នាក់ណាសតម៉ាន8 នាក់ហើយឥឡូវខ្ញុំដេញបានតងថ្ងៃនេះមួយចេះលេងតុងទីនមែនដឹងដូចមែនអត់លេងមែនតើលេងតុងទីនមែនតើហើយមេតុងទីនធ្វើមេតុងទីនធ្វើដាក់ខ្ញុំអញ្ចឹងមែននៅសតតែ8 នាក់ឯនេះហើយបងឯងណាត់ខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃបងសាណាខ្ញុំអត់មិនបងឯងឥឡូវមិនរឿងលុយហ្នឹងចេះបើបងឯងថាឲ្យខ្ញុំបងឯងប្រាប់ខ្ញុំថាបងឯងអត់ឲ្យខ្ញុំហ្មងទៅមីអូណាណាត់បងផងកូនបងឈឺអូចឹងលុយបងឯងប្រមូលពីកូនហ្នឹងបងឯងអាប់ប្រមូលពីកូនមកហ្នឹងបងឯងយកទិញដល់កូនសិនមែនហ្នឹងហើយអូនឯងស្អាតចឹងកុំសម្ដែងខ្វក់ពេកអូសុំទោសមើលសិនណាចាបានសុំទៅទៅជើបានតុងទីនគេចេះតែបោកហ្នឹងបើអត់នេះអូយបកែមែនក៏ពិតពីខ្ញុំចឹងឲ្យសម្ដែងគឺខ្ញុំទៅអត់រួចទេអត់ចេះឲ្យបានទៅនិយាយតែនិសាបានទាំងធ្វើពិធីការនីបានទាំងសម្ដែងបានទាំងដាម៉ូតហើយបានច្រៀងទៀតពាក់ព័ន្ធត្រូវច្រៀងណាបាទចាខ្ញុំដូចដើរគេដែរហៅហុំចាំឲ្យខ្ញុំប្រម៉ូទខ្លួនឯងហើយថាលោកអ្នកដែលចង់ឲ្យនីសាទៅសូមប្រម៉ូទនៅក្នុងថ្ងៃនេះតាមកម្មវិធី Mr. and Miss Talk Show ចាគ្រប់ក្រុមហ៊ុនគាត់បង្កើតការដើរម៉ូតសូមជួយហៅខ្ញុំសាណាអាជីអីដើរផងចាតែកំពុងមិនមកមានឈ្មោះគេ Cambodia Supermodel ចា Cambodia Super Doctor
super cute យើងតែតែប៉ុណ្ណឹងតែពួកយើងសួរថាពួកយើង cute ដូច cute ឥឡូវទៅនិយាយអត់ទេខ្ញុំនិយាយលេងតែប៉ុណ្្នឹងអស់គ្នាកពស់ប៉ុណ្្នឹងគេមិនហៅថាទាពេកចានារីខ្មែរយើងប៉ុណ្្នឹងហ្មង1.40 ម៉ែមែនតាប៉ុណ្ណឹងដល់យើងពាក់កាយតិចតួចទៅស្អាតហើយប៉ុណ្ណឹងពាក់កាយទៅខ្ជូតណាចាចង់ឲ្យនិសាជំរាបទស្សនិកជនអំពីបទពិសោធន៍ការងារជាពិធីការនីរបស់ MY TV តាំងពីធ្វើមកតើធ្លាប់មានឧបសគ្គអ្វីខ្លះឬក៏សប្បាយចិត្តកន្លែងណាខ្លះចាបើនិយាយទៅតាំងពីអ្នកមាននិយាយគាត់ពីប៉ោះសុំជឿអត់ទេអត់និយាយគាត់ពីប៉ោះចាមេយើងពុកមើលប៉ោះត្រូវចិត្តបានលុយថែមចឹងនិយាយថានេះគឺជាឱកាសមួយដ៏ល្អសម្រាប់នាងខ្ញុំតាំងពីនាងខ្ញុំចូលសិល្បៈមកគឺរឿងធ្វើជាវិធីការនេះគឺនាងខ្ញុំតែងតែបដិសេធចាដោយសារអីដោយសារនាងខ្ញុំគិតថានាងខ្ញុំធ្វើអត់បានដូចខ្ញុំនិយាយចឹងសម្លេងទីមួយសម្លេងខ្ញុំដូចនិយាយខ្សោយពេកហើយអានេះខ្ញុំរៀងទៅអត់សូវលឿនបាទចាដូច្នេះខ្ញុំគិតថាដៃយកលុយលឿនអូលឿនណាស់ហ្នឹងតែនៅថ្ងៃមួយពេលដែលស្ថានីយ៍ទូរទស្សន៍ MY TV បានផ្ដល់ឱកាសសម្រាប់នាងខ្ញុំគិតថាយើងជាអ្នកសិល្បៈយើងគួរតែធ្វើឲ្យបានគ្រប់បែបយ៉ាងទោះថាវាមិនល្អដល់ចំណុចមួយដែលហៅថាចំណុចកំពូលមួយតែយើងគិតថាយើងត្រូវតែព្យាយាមសាកល្បងបើមិនអញ្ចឹងយើងអត់ដឹងខ្លួនឯងថាអញ្ចឹងយើងបានតែសម្ដែងនៅតែប៉ុណ្្នឹងចាដោយការខ្ញុំសម្ដែងហើយនាងខ្ញុំឈានចូលមកព្យាយាមច្រៀងថែមទៀតចាទោះជាមិនព្រោះអីមិនអញ្ចឹងអីបុយទ្រាំបិទជាអីស្ដាប់សិនទៅចាហើយសម្លេងខ្ញុំផងសម្រាប់ជាពិធីការនេះគឺឃើញថាពិបាកចានេះនាងខ្ញុំនិយាយត្រង់ចាចូលមកដំបូងនាងខ្ញុំគិតថានាងខ្ញុំប្រហែលជាធ្វើអត់បានយូរទេគិតខ្លួនឯងហ្មងអត់កុហកអីខ្ញុំគិតថាប្រហែលជាមិនយូរប្រហែលជាខាងប៉ុស្តិ៍ដកខ្ញុំចេញខ្ញុំគិតដោយសារការនិយាយខ្ញុំដូចខ្ញុំដូចពេលដែលនិយាយគឺគិតថាខ្លួនឯងហ្នឹងទៅជាពេលដូចការពេលថតទៅជាការចាំប្រូលមិនមែនតែមិនមែនចេញពីការដូចយើងគិតភ្លាមនិយាយមកលឿនដូចសនាឬក៏ដូចបុយអីអញ្ចឹងចាតែសំណាងដែរដែលខាងប៉ុស្តិ៍គាត់ដកខ្ញុំចេញចានិយាយតែប៉ុណ្្នឹងគឺលែងចិត្តដាច់បាទប្រដៅត្រៃដូចចឡើងប្រដៅត្រៃហើយចូលមិនដែរបកមកការសម្ដែងវិញភាពធៀបខុសគ្នាមិនចាសម្រាប់ធ្វើជាពិធីការនីនឹងការសម្ដែងគឺបើនិយាយពីការហត់នឿយនិងការលំបាកយើងខ្ញុំគិតថាដូចប្រហាក់ប្រហែលគ្នាគាត់ថាការសម្ដែងយើងមាន script មើលដូចថារឿងអីអញ្ចឹងយើងមើលយើងដឹងហើយថាតួអង្គយើងធ្វើសម្ដែងធ្វើម៉េចចាហើយយើងអាចទិញប្រូលអីបានអញ្ចឹងទៅបើគិតទៅរៀងស្រួលជាងចាតែសម្រាប់ពិធីការនីមួយនាងខ្ញុំរហូតមកដល់ឥឡូវនេះខ្ញុំធ្វើកម្មវិធីរង្វាន់ទេវតាបានមកបាទដូចចង់យូរដែរចិត្ត anniversary តែកុំដកសុំទុកមុនហើយនិយាយទុកមុនហើយរៀងយូរតែសុំមេត្តាកុំដកចូលចិត្តអត់ទេគឺក្រុមការងារធ្វើការល្អតាចាដូចនាងខ្ញុំតែងតែខំមើលដូចជាអ្នកបងយុវចិន្តាអីបាទមើលការនិយាយបោកអសិដ្ឋាអត់ទេខ្ញុំមើលទាំងអស់គ្នាបាទជាពិសេសគំរូល្អដឹងអីហ៎មើលការនិយាយរបស់ពូម៉ាសេរីអូបាទយកគំរូបាទលោកស្រីនឹងកញ្ញានៅក្នុងកម្មវិធីកីឡារបស់យើងក្នុងថ្ងៃនេះអូយសុំទោសលោកពូម៉ាសេរីបុយអ្នកនាំខ្ញុំលោកពូអត់ដឹងរឿងអីសោះចូលមកខ្ញុំដែរហើយនៅសំណួរមួយទៀតឃើញថាដូចជាការតុបតែងខ្លួនដូចជាមានការចាប់ចង់ហើយបានជាយកចិត្តទុកដាក់ខ្លាំងមែនតើមកសម្រាប់ការតុបតែងខ្លួនបើនិយាយទៅគឺនាងខ្ញុំជាមនុស្សម្នាក់ដែលរៀងយកចិត្តទុកដាក់មែនសម្រាប់ការតុបតែងខ្លួនដោយសារយើងមិនសូវស្អាតហើយយើងរៀងចាស់ចឹងទៅកុំឲ្យគេឃើញជួនឃើញអីចឹងណាតែដោយសារការឆ្លាញ់ចានាងខ្ញុំចិត្តតែងខ្លួនតាំងនៅទូចនិយាយទៅនិយាយថងចានៅទូចអីទៅរៀនអីមិនសូវតន់នេះនៅឡៃខ្វងសក់ដាក់បោនៅអីណែអីចឹងទៅដល់ត្រូវមកគ្រូរហូតបាទចាអរគុណច្រើនចុះសម្រាប់ការច្រៀងវិញព្រោះថាឃើញពេលច្រៀងម្ដងដូចមានជំនឿចាក់ខ្លាំងណាប្រហែលជាមិនសូវពិបាកដូចអត់ដឹងគ្នាមុនឡើងភ័យជូតញើសអស់ក្តាស់3ដុំកាក់ក្រោយធ្វើច្រៀងអីណាធៀមខ្លួននៅវគ្គក្រោយច្រៀងមែនចាសាណាដឹងហើយសាណាទៅក្រោយវិញខ្ញុំសមមួយបងអ្នកភ្លេងចូលចិត្ត5ដងអីហ្នឹងចឹងមិនតែតែពេលដែលខ្ញុំច្រៀងគឺខ្ញុំមានជំនឿចិត្តដោយសារអីសម5ដងទៅ6ដងចាតែមានកន្លែងច្រៀងក្រៅអូខេអត់មានដោត
ចេះ នៅតែមានដាក់ឡើងជាក្រៅខេអត់ នៅផ្ទះមានដែរតែខ្ញុំមិនដែរជ្រៀងឯងពីច្រើនចេញទៅក្រៅ ចាខ្លាចអត់ភ្លើងផ្ទះហ៎តែគ្នាយើងចាមួយដៃគូពួកខ្ញុំ3នាក់កម្មវិធីរង្វាន់ទេវតាបងណារ៉ាហើយជីជីអីបងប្អូនថ្ងៃថតចិត្តតែមកយឺតជាងក្រៅខេច្រើនពេកអូពុលអាចឃើញតែប៉ុនខ្ញុំតែមើលចេញណាចេញជួនកាលមានអ្នកមកយឺតមានអ្នកជីកអត់ទេភាគច្រើនពួកខ្ញុំតើថតកម្មវិធីហើយបាទតែពេលថតកម្មវិធីហើយយើងមិនមានសុំសបន់អាហ្នឹងហើយមិនទៅតែពេលមុនថ្ងៃកម្មវិធីអញ្ចឹងអត់ទេអត់ដែរជួបគ្នាហើយទៅអញ្ចឹងក្នុងចំណោម3នាក់ជីជីនីសាហើយនឹងណារ៉ាអ្នកណាអ្នកចេញលុយដូចរឿងយកការងារអញ្ចឹងមកនិយាយទៅវិអៀនចាយើងស្ទះគ្នាចាស្មារតីគ្នាមានច្រើនត្រូវណាអត់ទេចាស្មារតីភាគច្រើនបងតារារៀងលឿនបន្តិចដោយសារគាត់គឺជាសុភាពបុរសគាត់តែងតែតឲ្យពួកខ្ញុំតែនិយាយដូចផ្នែកអត់មានជឿជាក់សោះអញ្ចឹងថានឹងចេញច្រើនពីណាគេខ្ញុំមែនចេញលុយតារាថាស្អីលើស$2ចាត្រឹមត្រូវឲ្យតែបានលើស$1 $2ក៏បងតារាថាលើសហើយបាទតាមពិតការចេញលុយវាមិនសំខាន់ទៅលើមិត្តភាពដូចជាគេចង់ចេញទៅចេញរហូតទៅអ្នកអត់ចេញបាច់ចេញទេចាអរគុណច្រើនដល់នីសាដែលចូលរួមកម្មវិធីរបស់យើងថ្ងៃនេះនៅវគ្គក្រោយយើងនឹងជួបនីសានៅក្នុងការបកស្រាយបទចម្រៀងវិញម្ដងនេះសូមអនុញ្ញាតសម្រាប់បន្តិចសិនDensberg រង្វាន់ជាបាទឥឡូវនេះខ្ញុំបានកំពុងតែស្ថិតនៅបាទទូមុខផ្សារបាចាននៅខេត្តកណ្ដាលតតែម្ដងបាទឥឡូវនេះសូមជួបជាមួយនឹងអតិថិជនស្រាបៀរ Densberg ដែលឈ្នះរង្វាន់ពីកម្មវិធីរបស់យើងខ្ញុំបាទឈ្មោះភិនគ្រឿងរស់នៅភូកាធំត្រង់ខេត្តកណ្ដាលខ្ញុំញ៉ាំអស់មួយកែកន្លះបាទកំពុងទី1ហ្នឹងត្រូវហើយវាសប្បាយរំភើបឲ្យវាដូចថាវាយើងគាត់ទៅត្រង់ណាគឺគាត់បិទទៅអូសប្បាយតោចហូបផ្អើលហ្មងខ្ញុំបានទទួលរង្វាន់ម៉ូតូធំនេះពិតប្រាកដមែនបាទអត់មានខ្លែង